ជំរាបសួរបាទថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងនឹងការធ្វើដំណើររបស់ខ្ញុំចេញពីខេត្តកំពង់ចាមនៅតាមដងផ្លូវមានគេលក់ផ្លែឈើស្រស់ៗជាច្រើនហើយអ្នកទាំងអស់គ្នានឹងបានឃើញនៅក្នុងវីដេអូមួយនេះបាទឥឡូវនេះយើងបានមកដល់កន្លែងតូបមួយចុះចតនៅកន្លែងហ្នឹងគឺដើម្បីទិញផ្លែសាវម៉ាវហើយនៅនេះអ្នកលក់បានប្រាប់ថាសាវម៉ាវនេះគឺមានពណ៌សនិងពណ៌លឿងសាច់ខាងក្នុងគឺមានពីរពណ៌ហើយមានលក់ស្វាយចន្ទីហើយនឹងសាវម៉ាវនិងផ្លែឈើផ្សេងទៀតនៅក្បែរហ្នឹងជាផ្លែស្វាយជាដើមហើយនៅនេះគឺមួយជុងធំនេះគឺផ្លែដែលមានសាច់ពណ៌សហើយចំណែកក្នុងកត្រកនេះគឺសាច់វាពណ៌លឿងហើយអ្នកទាំងអស់គ្នាអ្នកខ្លះក៏មិនទាន់បានដឹងថាមានសាវម៉ាវសាច់ពណ៌លឿងអ្នកខ្លះក៏គេបានដឹងហើយក៏ហូបឆ្អែតឆ្អន់ដែរគេថាបើសម្រាប់ខ្ញុំគឺថ្មីតែម្ដងដោយសារតែខ្ញុំអត់ដែលធ្លាប់ឃើញសាវម៉ាវពណ៌លឿងសាច់ពណ៌លឿងខាងក្នុងអញ្ចឹងណាហើយឥឡូវនេះខ្ញុំបានធ្វើដំណើរចេញពីតូបលក់សាវម៉ាវហើយនៅតាមដងផ្លូវអត់ខ្វះទេអ្នកលក់សាវម៉ាវជាច្រើនមែនទែនទៅតាមតំបន់ដុំអញ្ចឹងណាហើយតាមតំបន់ខ្លះនៅតាមដងផ្លូវហ្នឹងគឺអត់មានលក់ទេអញ្ចឹងនៅតំបន់ដែលគេលក់គឺតម្រៀបជួរតូបជាច្រើនដែលលក់សាវម៉ាវនិងផ្លែឈើព្រៃផ្សេងទៀតនិងផ្លែឈើដូចជាទុរេនទៅអីជាដើមហើយមានទាំងលក់ទៅត្នោតជូរផ្លែត្នោតអីជាដើមទៅត្នោតផ្អែមអីហ្នឹងនៅតាមដងផ្លូវហើយខ្ញុំបានថតនៅទេសភាពមួយចំនួនទាក់ទងនឹងការធ្វើដំណើររបស់ខ្ញុំនៅតាមដងផ្លូវឥឡូវនេះខ្ញុំបានមកដល់ចំការបណ្ដោះដើមស្វាយចន្ទីហើយខ្ញុំបានដឹកស្វាយចន្ទីនេះយកទៅដាំនៅចំការក្នុងវីដេអូនេះគឺចង់បង្ហាញដល់អ្នកពីសកម្មភាពមួយចំនួនដែលខ្ញុំបានដឹកស្វាយចន្ទីយកទៅដាំហើយស្វាយចន្ទីទាំងអស់ហ្នឹងមានរាប់ពាន់រាប់ម៉ឺនដើមហើយដោយសារតែបរិយាកាសក្តៅពេកខ្ញុំក៏បានជ្រកនៅក្រោមដើមពត្រាមួយដើមហើយដើមពត្រាហ្នឹងគឺវាមានស្លឹកលាស់ហើយម្លប់ត្រជាក់មែនតើនៅខាងមុខខ្ញុំនេះគឺជាចំការបណ្ដោះកូនស្វាយចន្ទីជាច្រើនពាន់ដើមម៉ឺនដើមតែម្ដងហើយអ្នកទាំងអស់គ្នាក៏អាចតាក់ទងមកទិញបានតាមរយៈខ្ញុំហើយខ្ញុំអាចនឹងណែនាំនៅពីកន្លែងដែរអ្នកទាំងអស់គ្នាចង់ទិញហើយឥឡូវនេះខ្ញុំមកដល់ម៉ោងខ្ញុំហូបបាយបន្ទាប់ពីខ្ញុំហូបបាយរួចខ្ញុំបានទៅមើលនៅចំការដើមសណ្ដែកគួរហើយសណ្ដែកគួរដើមសណ្ដែកគួរគេនាំមកគឺនៅក្នុងនេះមានចការជាច្រើនមានផ្លែឈើមានចំការបន្លែនិងផ្សេងទៀតឥឡូវនេះខ្ញុំបានចាក់ចេញពីកន្លែងហ្នឹងហើយដឹកកូនស្វាយចន្ទីចំនួន1100ដើមដែលធ្វើដំណើរហ្នឹងគឺចេញពីខេត្តកំពង់ចាមទីតាំងដែលខ្ញុំចេញមកនេះគឺវាមានសភាពមួយមិនប្រក្រតីទេដោយសារតាមេឃចែងចាំងក្តៅខ្លាំងអញ្ចឹងហើយទេសភាពខ្លះគឺវាមានចំណាំងផ្លាតចេញពីក្នុងវីដេអូដោយសារតែពលឺខ្លាំងពេកចំណែកឯកន្លែងខ្លះក៏វាស្របជាមួយនឹងពលឺធ្វើខ្ញុំនឹងអាចងាយស្រួលក្នុងការថតវីដេអូក្នុងវីដេអូមួយនេះគឺខ្ញុំអត់មានចង់និយាយអីច្រើនទេគ្រាន់តែចង់បង្ហាញពីសកម្មភាពមួយចំនួនដែលខ្ញុំទៅយកកូនចន្ទីទៅដាំនៅក្នុងចំការហើយនៅតាមដងផ្លូវមានគេចាប់ផ្ដើមភ្ជួររាស់អ្នកខ្លះក៏ចាប់ផ្ដើមព្រោះសាបអញ្ចឹងណាសាបព្រោះច្រឡំព្រោះសាបហ្នឹងហើយនៅក្នុងវីដេអូនេះគឺបង្ហាញនៅទេសភាពនៅស្រុកធាយខេត្តកំពង់ចាមដែលអ្នកទាំងអស់គ្នាកំពុងតែឃើញនេះគឺស្ថិតនៅក្នុងស្រុកបាធាយនឹងហើយវាក៏មានចំការដូងជាច្រើនហើយខ្ញុំក៏អត់បានលំអិតដែរថាចំការហ្នឹងជាចំការដូងព្រៃឬដូងយើងធម្មតាដោយសារវានៅឆ្ងាយដែរយើងខំ zoom វាដើម្បីមើលអញ្ចឹងណាហើយវារៀងទៀបពិបាកស្មានថាវាជាដូងព្រៃឬក៏ដូងយើងធម្មតាដូងហូបផ្លែសារវារៀងនៅឆ្ងាយដែរឥឡូវនេះខ្ញុំបានមកដល់ស្ពានព្រែកក្តាមដែលជាទីកន្លែងដែលខ្ញុំហ្នឹងត្រូវឆ្លងកាត់ពីត្រៃម្ខាងទៅត្រៃម្ខាងទៀតនៅពេលដែល
ធ្វើដំណើរគឺមេឃចាប់ផ្ដើមអាប់អួរហើយតំបន់នៅត្រៃមួយខាងទៀតគឺមានភ្លៀងខ្លាំងកន្លែងដែលខ្ញុំកំពុងតែធ្វើដំណើរនេះគឺអត់ទាន់មានភ្លៀងធ្លាក់នោះទេដោយសារតែយើងអត់ទាន់ទៅដល់ zone ភ្លៀងតំបន់ភ្លៀងគឺនៅឆ្ងាយពីយើងដែរហើយនៅពេលដែលបន្តិចទៀតយើងនឹងបត់ទៅរកខាងដែលមានភ្លៀងហ្នឹងតែចាំមើលទៅដល់តើយើងទៅទាន់ភ្លៀងឬមួយក៏ទៅដល់រាំងហើយទិដ្ឋភាពទាំងអស់នេះខ្ញុំសង្ឃឹមថាបងប្អូននឹងសប្បាយរីករាយនៅអ្វីដែលខ្ញុំបានថតយកហើយនឹងបន្តការគ្រប់គ្រងព្រោះវីដេអូខ្ញុំគិតថាវាមិន perfect ហើយវាក៏មិនល្អណាស់ណាដែរតែសង្ឃឹមថាបងប្អូននឹងនៅតែបន្តគ្រប់គ្រងនិងបន្តជួយលើកទឹកចិត្តឲ្យខ្ញុំបានថតនៅទិដ្ឋភាពថ្មីនិងបង្កើតនៅស្នាដៃមួយដែលសម្រាប់ទស្សនិកជនទស្សនាបើសិនជាគ្មានអ្នកគ្រប់គ្រងទេខ្ញុំក៏គ្មានកម្លាំងចិត្តដើម្បីធ្វើវីដេអូទាំងអស់នេះដែរឥឡូវនេះខ្ញុំបានមកចតនៅតំបន់មួយដែលគេហៅថាការ៉ាសាំងហ្នឹងគឺខ្ញុំត្រូវការបត់ដៃបត់ជើងជាដើមហើយឬក៏ត្រូវការទិញអីហូបចុកឥឡូវនេះខ្ញុំបានចាក់ចេញមកវិញហើយដោយធ្វើដំណើរជាមួយនឹងកូកាកូឡាមួយកំប៉ុងប៉ុន្តែអ្វីដែលសំខាន់គឺអត់មានអីធំដុំទេព្រោះចិត្តទៅដល់កន្លែងដែលខ្ញុំត្រូវដាក់ស្វាយចន្ទីហើយអញ្ចឹងអ្នកទាំងអស់គ្នាគឺចិត្តឈានដល់វីដេអូនៃបញ្ចប់ចុងក្រោយហើយសង្ឃឹមថានៅតែបន្តតាមដាននិងគ្រប់គ្រងវីដេអូខ្ញុំថ្មីទៀតហើយបើសិនជាខ្ញុំនិយាយទៅខុសឆ្គងទៅណាសូមមេត្តាខន្តីអភ័យទោសសូមអរគុណ